ឆ្នាំ2024ហ្នឹងណាសម័យកាល AI ហើយបើសិនជាអ៊ីនធឺណិតដំណើរការអត់ល្អទៀតអូយមិនគួរចឹងសោះឥឡូវខ្ញុំលើកយកនៅបញ្ហា4យ៉ាងហើយជាមួយនឹងដំណោះស្រាយដែលធ្វើឲ្យអ៊ីនធឺណិតរបស់យើងអាចដំណើរការបានរលូនបញ្ហាទី1ដែលធ្វើឲ្យអ៊ីនធឺណិតដំណើរការមិនល្អគឺបញ្ហាកម្លាំង router មានន័យថា router វាប្រើអស់កម្លាំងទាំង RAM ទាំង CPU អញ្ចឹងវាអត់អាចគ្រប់គ្រង IP បានល្អអញ្ចឹងធ្វើឲ្យអ៊ីនធឺណិតរអាក់រអួលមិនដើរលឿនឬក៏យឺតទី2គឺបញ្ហាដាច់ភ្លើងហើយបុកភ្លើងមកវិញភ្លាមដែលធ្វើឲ្យ router នោះវាអាច error ឬក៏ reset Wi-Fi reset factory ឡើងវិញដូចយើងទិញ router ថ្មីអញ្ចឹងវាអញ្ញាកន្លែងយើងប្រើទី3គឺនៅពេលដែលដាច់ភ្លើងតែម្ដងអញ្ចឹងយើងធ្វើអីអត់កើតទេព្រោះតើកាលណាដាច់ភ្លើងចប់ហើយជាមួយនឹងបញ្ហាមួយទៀតបញ្ហាដាច់ខ្សែហើយបញ្ហាដាច់ខ្សែនោះគ្មានដំណោះស្រាយទេមានតែក្រុមហ៊ុនទេទើបអាចដោះស្រាយបានប៉ុន្តែបញ្ហា3មិញគឺមានដំណោះស្រាយដែលអាចជួយយើងបានទី1ត្រូវដាក់កម្មវិធីឬក៏ schedule ដើម្បី reset router របស់យើងឧទាហរណ៍ជាយើងដាក់ schedule ឲ្យវា reset ម៉ោង2ឬក៏ម៉ោង3ព្រឹកអញ្ចឹងទៅអញ្ចឹងក្នុងករណីហ្នឹងគឺអត់មានអ្នកប្រើទេអញ្ចឹងវា reset អញ្ចឹងវាធ្វើឲ្យវា refresh hardware ហ្នឹងឡើងវិញទាំង RAM ទាំង CPU របស់ router នឹងដំណើរការបានល្អវិញជារៀងរាល់ថ្ងៃតែបើសិនជា router យើងសេរីចាស់អត់មាន feature schedule reset ហ្នឹងទេគឺយើងត្រូវតែបិទបើកវាក្នុងរយៈពេលមួយអាទិត្យម្ដងអញ្ចឹងទៅធ្វើឲ្យវា refresh hardware ហ្នឹងដំណើរការបានល្អឡើងវិញទី2បើសិនជាមានដាច់ភ្លើងហើយបុកភ្លើងមកវិញភ្លាមវាអាច reset ឬក៏ error router របស់យើងអញ្ចឹងយើងត្រូវតែមានឧបករណ៍ទប់ភ្លើងអាចជា UPS ឬក៏ power plug ដែលវា support surge protection អញ្ចឹងណាហើយជាមួយនឹងទី3ដាច់ភ្លើងតែម្ដងអញ្ចឹងធម្មតាតែដាច់ភ្លើងយើងប្រើអត់កើតទេមែនទេខ្ញុំមានឧបករណ៍មួយដែលជួយដោះស្រាយនៅបញ្ហាទាំងពីរមិញហើយជាមួយនឹងបញ្ហាដាច់ភ្លើងនេះទៀតនេះគឺជាអាគុយទប់ភ្លើង UPS Smart Diamond Uninterrupted Power Supply ឧបករណ៍នេះក្រៅពីវាជួយដោះស្រាយបញ្ហាទាំង3ដែលខ្ញុំរៀបរាប់ខាងលើមិញហើយគឺវាអាចនៅជួយការងារផ្សេងមួយចំនួនទៀតដូចជាការការពារទៅលើឧបករណ៍អេឡិចត្រូនិករបស់យើងផ្សេងដែលភ្ជាប់ទៅលើឧបករណ៍ហ្នឹងឧទាហរណ៍ជា computer desktop របស់យើង workstation ឬក៏ gaming device ឬក៏ TV ឬក៏ monitor អញ្ចឹងយើងភ្ជាប់ទៅលើឧបករណ៍ហ្នឹងទាំងអស់អញ្ចឹងក្នុងករណីដែលដាច់ភ្លើងឬក៏ភ្លើងបុកមកវិញភ្លាមគឺវានឹងជួយការពារមិនឲ្យកម្លាំងភ្លើងដែលលើសហ្នឹងចូលទៅក្នុងឧបករណ៍យើងដែលអាចធ្វើឲ្យឆេះ power ឬក៏ power supply power device ដែលនៅក្នុងហ្នឹងទេរឿងនេះគឺសំខាន់ឧទាហរណ៍ថាបើសិនជាយើងធ្វើការកំពុងតែធ្វើការហើយយើងអត់ទាន់បាន save file ដាច់ភ្លើងគឺជាបញ្ហាមួយហើយតែបើសិនជាយើងមានឧបករណ៍នេះទប់អញ្ចឹងវាជួយការពារយើងឲ្យយើងអាចមានពេលវេលាក្នុងការ save ឬក៏ copy file យើងហ្នឹងបានដោយរលូនហើយក៏មិនឲ្យ operating system របស់យើង error ផងដែរហើយក្រៅពីហ្នឹងទៀតជាពិសេសសម្រាប់អ្នកលេង game គិតមើលបើសិនជាកំពុងតែក្នុង session មួយកំពុងប្រកួតដាច់ internet ដាច់ភ្លើងឧបករណ៍អត់ដំណើរការទាំងអស់មិនអញ្ចឹងមិនចាញ់អញ្ចឹងបើសិនជាយើងភ្ជាប់ internet router internet modem computer របស់យើង desktop ហ្នឹងហើយជាមួយនឹង monitor ភ្ជាប់ទៅលើឧបករណ៍ហ្នឹងទាំងអស់ឧទាហរណ៍ថាបើសិនជាដាច់ភ្លើងក៏ដោយ internet នៅតែដើរឧបករណ៍យើងនៅតែដំណើរការអញ្ចឹងយើងអាចបញ្ចប់ session បានដោយរលូនដោយមិនមានបញ្ហាអីទេនឹងគឺជាដំណោះស្រាយដោយប្រើតែឧបករណ៍តែមួយមិនត្រឹមតែដោះស្រាយរឿងបញ្ហា internet ទេនៅដោះស្រាយបញ្ហាការពារឧបករណ៍របស់យើងផ្សេងៗទៀតសម្រាប់ឧបករណ៍ដែលនៅមុខខ្ញុំនេះគឺវាមានកម្លាំង1300 volt ampere ស្មើនឹង 1.3 គីឡូវ៉ុលអាំពែវាអាចប្រើប្រាស់ជាមួយនឹង computer ជាមួយឧបករណ៍ផ្សេងៗហើយជាពិសេសដោតជាមួយនឹង internet router internet modem gaming device ហើយនឹង computer workstation អីចឹងទោះបីជាដាច់ភ្លើង internet យើងនៅតែដំណើរការបានល្អដូចគ្នាក្រៅពីនោះគឺវាមានតួនាទីទប់ភ្លើងបើសិនជាដាច់ភ្លើងហើយបុកភ្លើងមកវិញភ្លាមគឺវាអត់បញ្ជូនថាមពលនឹងទៅដល់គ្រឿងអេឡិចត្រូនិករបស់យើងទេអញ្ចឹងវាការពារក្នុងការឆេះទៅលើឧបករណ៍នេះគឺវាមាន fuse ហ្នឹងគឺជាកន្លែងដែលការពារនៅពេលដែលកម្លាំងភ្លើងបុកមកខ្លាំងឬក៏យើងដោតខុសអីវានឹងផ្ដាច់អាហ្នឹងទៅអញ្ចឹងនឹងផ្ដាច់ភ្លើងទាំងអស់តែម្ដងនេះគឺជាលក្ខណៈពិសេសមួយណាហើយនេះដូចយើងឃើញឧបករណ៍ computer នៅខាងក្រោយខ្ញុំនេះគឺយើងភ្ជាប់ជាមួយនឹងឧបករណ៍នេះអញ្ចឹងខ្ញុំដកឲ្យអ្នកទាំងអស់គ្នាមើលសិនអានេះគឺ monitor ខ្ញុំដក monitor ណាអត់លត់ដែរដោតចូលវិញចាញ់វិញហ្នឹងបាទហើយនេះគឺថាមពលដែលចូលមកឧបករណ៍ UPS នេះដកចេញមកណាក៏វានៅតែដំណើរការឧបករណ៍យើងនៅខាងក្រោយដែរទាំង computer ទាំង monitor អញ្ចឹងវាជួយការពារក្នុងការដែលដាច់ភ្លើងឬក៏ពេលដែលយើងកំពុងតែធ្វើការងារសំខាន់អីដាច់ភ្លើងហ្នឹងគឺវានៅទប់បានហើយអ្វីដែលខ្ញុំលើកឡើងមិញរឿងថា internet ដាច់ភ្លើងដាច់ទៅបើយើងដោត router លើហ្នឹង2ម៉ោងតែយើងប្រើក្នុងទូរស័ព្ទក្នុង laptop អីនៅតែ internet យើងដំណើរការអញ្ចឹងយើងត្រូវការដោត2ទាំង internet modem ទាំង internet router អញ្ចឹងវាជួយឲ្យ internet ដំណើរការបានរហូតហ្នឹងរឿងមួយរឿងទី2វាអត់ធ្វើឲ្យ router របស់យើង error អញ្ចឹងនេះគឺជាឧបករណ៍មួយដែលជួយដោះស្រាយបញ្ហាច្រើនមែនទែនហើយនៅលើនេះមាននិមិត្តសញ្ញាដែលខ្ញុំចង់បញ្ចូលទៅដល់អ្នកទាំងអស់គ្នាព្រោះការប្រើប្រាស់ត្រឹមត្រូវគឺធ្វើឲ្យឧបករណ៍នេះមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនចំណុចខាងក្រោមនេះដែលយើងឃើញសញ្ញាលោតទឹកនេះអានេះគឺជាកម្លាំងសាកអគុយអញ្ចឹងមានន័យថាបើ
សិនជាវាសាកពេញវានឹងលែង load ចឹងហើយចំពោះខាងលើនេះវាដាក់រូបដូចអញ្ជីងថ្លឹងនេះអានេះមានន័យថាជាកម្លាំង load balance អញ្ចឹងនៅពេលដែលយើងប្រើ load balance នឹងអស់មានន័យថាយើងប្រើវាអស់ប្រសិទ្ធភាពអញ្ចឹងវាឆាប់អស់អគុយតែបើក្នុងករណីនេះយើងប្រើ monitor មួយនិង desktop មួយចេះកម្លាំងរបស់វាគឺអស់ត្រឹមតែ 25% អញ្ចឹងវាធ្វើឲ្យការប្រើប្រាស់បានយូរម៉ោងហើយនេះគឺវាអាចដំណើរការជាលក្ខណៈ online និង offline online មានន័យថាពេលដែលយើងភ្ជាប់មួយភ្លើងអញ្ចឹងហើយពេលដែលយើងដកគឺវាអត់មានផ្ដាច់អត់មានដូរអីទាំងអស់អាហ្នឹងគឺ online សម្រាប់ offline ពេលដែលយើងដោតគឺវាបញ្ជូនភ្លើងរត់មកចូលទៅលើឧបករណ៍ហ្មងអញ្ចឹងនៅពេលដែលដាច់ភ្លើងវានឹងធ្វើការ switch ពីភ្លើងរត់មកភ្លើងអាគុយអញ្ចឹងក្នុងករណីបែបហ្នឹងវាអាចរៀងញាក់បន្តិច online វាជួយទប់វាជួយបញ្ជូនថាមពលស្មើល្អអញ្ចឹងជំរើសពីរហ្នឹងគឺប្រើប្រាស់ទៅតាមលក្ខខណ្ឌផ្សេងគ្នាដែលអាចជួយឲ្យប្រសិទ្ធភាពឬឱកាសការពារទៅលើឧបករណ៍របស់យើងហ្នឹងបានល្អប្រសើរឧបករណ៍ទប់ភ្លើង UPS នេះមានកម្លាំងប្រើប្រាស់ផ្សេងៗគ្នាអ្វីដែលនៅខាងមុខនេះគឺជាប្រភេទកម្លាំង 1300 VA ឬក៏យើងហៅថា1គីឡូក៏មានកម្លាំង2គីឡូនិង3គីឡូដែរទៅតាមតម្រូវការប្រើប្រាស់តិចឬក៏ច្រើនព្រោះបើសិនជាយើងភ្ជាប់ឧបករណ៍ច្រើនយើងត្រូវរកឧបករណ៍ដែលវាមានកម្លាំងទប់នឹងខ្ពស់ដែល UPS នេះអាចរកទិញបាននៅហាងកុំព្យូទ័រនេះគឺមានលក់ឧបករណ៍កុំព្យូទ័រដទៃទៀតក្រៅតែពី UPS ដូចជា monitor ឬក៏ផ្នែកផ្សេងៗ hardware component ផ្សេងៗអញ្ចឹងណាខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានរៀបរាប់បង្ហាញបាញ់មិញនេះជាគំនិតមួយដែលយើងអាចរៀបចំ workstation ឬក៏កន្លែងការងាររបស់យើងបានល្អប្រសើរការពារទាំងឧបករណ៍របស់យើងហើយនឹងធ្វើឲ្យយើងធ្វើការងារដោយមានប្រសិទ្ធភាពជាងមុនយើងនឹងជួបគ្នានៅវីដេអូក្រោយ